Soi tray pruol kom chao saka soi tray pra kom chao saka sầm lò mà chu có ba tray tray pra mà chu sedan ngày nắng tập xaไปប្រពលំបន្លែក៏ល្អត្រីសាច់ជាពិសេសបានឃើញត្រីព្រួយនិយាយទៅកម្រមានណាស់នៅខាងខ្ញុំត្រីព្រួយឆ្អឹងច្រើនយើងចង់យកវាទៅស្ងោរជ្រក់ក៏បានឬមួយក៏យកទៅខត្រូវជាងសកាវាតុនសាច់វាខ្ទិះទៅពេលតែខងាស់ផុយទាំងឆ្អឹងទៅឆ្ងាញ់ពាក្យចាស់មិនដែរខុសទេដូចគេនិយាយតគ្នាអញ្ចឹងមិនជឿចាស់ស្លាស់ដៃថេងតិចច្រឡំសកាត្រីព្រួយអីហ្នឹងអស់ឆ្ងាញ់ហើយខប្រភេទត្រីឆ្អឹងច្រើនដូចជាត្រីសត្រីព្រួលត្រីរៀលឬមួយក៏ត្រីផ្សេងទៀតយើងខបែបបុរាណឆ្ងាញ់ណាស់ជាដំបូងយើងយកម្រេចខ្មាំងមកបុកវាឲ្យម៉ត់សិនសំយកខ្ទឹមសលីសបកតិចមកបុកជាមួយគ្នាឲ្យម៉ត់បន្ទាប់មកយើងយកគ្រឿងនៃយ៉ាម៉ាត់បុកមុនហ្នឹងមកប្រឡាក់ជាមួយត្រីទាំងអស់ខនេះខម៉ាក់គាត់បរៀនធ្វើភ្លាមហ្មងបងប្អូនមែនតែដែរខត្រីព្រួលទេខ្លាច់ខហើយគាត់ថាដាក់គ្រឿងឲ្យហើយមានដូចជាទឹកស៊ីអ៊ីវម្សៅស៊ុបមាន់ទឹកត្រីអំបិលយើងប្រឡាក់វាផ្អាប់ទុក5នាទីទៅ10នាទីទៅឲ្យវារៀងចូលជាតិល្អបន្តិចខនេះបើថាឲ្យធ្វើញ៉ាំខ្លួនឯងមិនងាយបានធ្វើទេក្រៅពីម៉ាក់គាត់ខឲ្យប៉ុន្តែហើយទៅផ្សារឃើញត្រីណាតំណងដឹងតែយកមកធ្វើយើងកូរស្ករត្នោតឲ្យឈ្ងុយហើយចាំដាក់គ្រាប់បាតចឹងទៅយើងងាស់ត្រីយើងយូរប៉ុណ្ណាក៏ត្រីអត់ខ្លោចដែរវាចេញជាតិទឹកអំពៅមកឈ្ងុយផ្អែមឆ្ងាញ់មែនតើចាក់ទៅជាចូលងាស់រ៉តាំងពីព្រឹករហូតដល់ល្ងាចឡើងម៉ោង2ម៉ោង3ដឹងមិនភ្លៀងសឹងរាល់ថ្ងៃដល់ខែភ្លៀងអញ្ចឹងត្រូវប្រយ័ត្នសុខភាពឲ្យខ្លាំងមែនតើជាពិសេសយើងការពារខ្លួនឯងពីជំងឺគ្រុនឈាមនៅផ្ទះមានដូលីប្រានសគួរទុកមិនដែរដាច់ទេខ្ញុំឲ្យគាត់ញ៉ាំដូលីប្រាននៅពេលដែលគាត់ក្តៅខ្លួនរស់ចាប់អាសាំងឬមួយក៏គ្រុនក្តៅភ្លាមនៅពេលយប់ចំពោះប៉ាញ៉ាំដូលីប្រានកញ្ចប់លេខ200មីលីក្រាមដែលអាចញ៉ាំបានសម្រាប់កុមារ11ទៅ25គីឡូពេលគាត់ចូលគេអញ្ចឹងយើងចងមុងឲ្យចុចហើយពាក់ខោដៃវែងខោជើងវែងគាត់បើខ្ញុំផ្ទាល់ញ៉ាំពេលជាក្បាលហើយនៅផ្ទះញ៉ាំទាំងអស់គ្នាហ្នឹងមានសគួតក្នុងផ្ទះទាំងសម្រាប់កូនក្មេងទាំងសម្រាប់មនុស្សធំសម្រាប់កុមារនិងក្មេងតូចដូចប៉ាយើងអាចលាយដូលីប្រានម្សៅជាមួយនឹងទឹកដោះគោទឹកធម្មតាឬមួយក៏ទឹកផ្លែឈើដើម្បីងាយស្រួលញ៉ាំកាត់បន្ថយក្លិនហើយយើងប្រើប្រភេទកញ្ចប់បែបហ្នឹងកាន់តែធ្វើឲ្យយើងងាយស្រួលទុកដាក់និងសំចៃបានច្រើនអរគុណច្រើនបងប្អូនជួបគ្នាវីដេអូក្រោយបាយ